bà thôi cả sự cảm sớm mai ní hái mình cù rễ sau rồi có bánh thì thế bông bồn dương cù thể riêng bạch trẻ cái tê thay ông pi ca bị bọt rồi bỏ nông bị sai cả sự cảm nắng bà hay cặp tới nhom vô cái bùn crop su đã thành nọ thực ấy nó cứ yêu năm ấy bông bồn để tao bị trôi chít mà phơi năm ấy nhom nôm trôi mà không phùm đấy hay nè mới dùng muốn khơi trong thôi trắng cái tha crop đầy chứ cái đài khối tầm năm ấy ngọt bự tịch tí ấy chẳng có nhom có trong sợi đá của ở đây để nhom bàn khơi bàn sẽ xa riêng sốt làm pi cà pra đầm nọ tắc hay nâng cái su crop plastic nó cứ miễn là thả bên chỗ tràn chẳng tới nhom có mình tắc khoa lại đa bằng ôn hay hột đó là phục nhom từ tôi cùng rong xinh làm pi ăn cá chim sét cứ ăn cá ai bị âm nặng thôi chia đầm nằm bằng hai ở trong tàu bà hay robotទាំងអស់នេះដូចជាតយោ trip ហើយនឹងតយោ PE ដែលខ្ញុំកំពុងនឹងប្រើនៅក្នុងការតប្រព័ន្ធទឹកនេះគឺវាសល់តាំងពីសម័យដែលគេធ្វើទៅបាទចឹងអង្គការគេធ្វើឲ្យចឹងទៅយើងទទួលយកអាគម្រោងមកគេអញ្ចឹងយើងយកវាទៅគេឲ្យទុកប្រើរហូតចឹងបាទ PE នឹងល្អមែនទែនបងប្អូនអញ្ចឹង PE នេះគឺ34ហើយការសម័យមុនគឺអត់មានបានទេយើងភ្ជាប់នៅតែភ្ជាប់នោះអត់មានបានទេគឺមានតែ direct យើងត្រូវភ្ជាប់ជាមួយនឹង video trip ហ្នឹង direct បងប្អូនអញ្ចឹងគួរធ្វើតាមបច្ចេកទេសខ្លះទៅព្រោះវាងាយស្រួលណាស់ហើយនៅក្រោយផ្ទះហ្នឹងគាត់ដាក់តែ4 5 6រោងហ្នឹងគឺមកភាសាហ្នឹងបេះហូបបងប្អូននិយាយមែនអាហូបហ្នឹងមិនថាទេគឺលក់ទិញត្រីហូបបានមកស្រួលបើយើងធ្វើបានហើយគឺយើងដាំបាន3 ដង 4 ដងអញ្ចឹងណាបាទសម្រាប់ខ្ញុំគឺ3 ដងហ្នឹងស៊ីផុយអញ្ចឹងទៅធ្វើតែម្ដងដាំបាន4 ដងហើយតំណក់ទឹករបស់យើងភ្ជាប់ទៅនឹងម៉ូទ័រមួយទូទៅហើយក៏ស្រោចស្រពជាប្រចាំទៅឬក៏បងប្អូនអាចធ្វើ stand មួយទៅមិនពួក stand របស់ចាស់អីចឹងទៅដើម្បីឲ្យវាទឹកឲ្យវាតក់ចូលដំណាំរបស់យើងបាទហើយការដាំដំណាំហ្នឹងគឺខាងក្រោយផ្ទះហ្នឹងក៏ត្រឹមត្រីហូបហ្នឹងគឺល្អស្រួលហើយបានទាំងរបស់ហូបហើយបានទាំងយើងលក់ទិញមកហូបទិញអីចឹងទៅណាបាទអញ្ចឹងបើសិនជាដាំលក្ខណៈថារបៀបបុរាណហ្នឹងគឺហត់ណាស់បងប្អូនអើយស្រោចទឹកបោចស្មៅរះស្មៅហើយដំណាំក៏មិនសូវល្អដែរបាទអញ្ចឹងគួររៀនចាប់យកបច្ចេកទេសថ្មីឬក៏ដើរឲ្យទាន់បច្ចេកវិទ្យាបច្ចេកទេសអីទៅបងប្អូនសម្រាប់ខ្ញុំគឺដើររហូតមិនដើរទេរត់បាទស៊ីលេអូខេអញ្ចឹងនេះជារបៀបតប្រព័ន្ធទឹកដែលប្រព័ន្ធនេះគឺសុទ្ធតែជារបស់ចាស់ដែលសល់ពីអង្គការ IDE ទេអញ្ចឹងយើងអាចយកមកច្នៃប្រឌិតកែប្រែដើម្បីប្រើប្រាស់ឡើងវិញបានងាយស្រួលណាបងប្អូនអរគុណជម្រាបលាបាននេះជាវីដេអូបន្តក្រោយពីខ្ញុំបានតប្រព័ន្ធទឹកឲ្យបងប្អូនមើលហើយឥឡូវយើងមកមើលអំពីការដាក់ទ្រើងម្ដងអញ្ចឹងការដាក់ទ្រើងទៅតាមលទ្ធភាពអញ្ចឹងគឺខ្ញុំប្រើឫស្សីដើម្បីធ្វើជាបង្គោលបងប្អូនហើយខ្ញុំប្រើសំណាញ់ទ្រើងអញ្ចឹងវីដេអូនេះបង្ហាញអំពីការដាក់ឫស្សីដែលកាប់ពីទីទួលគោកអីរបស់ខ្លួនឯងនឹងឯងគឺអត់បានទិញគេទេបងប្អូនបាទបើសិនជាខ្ញុំដាំច្រើនសម័យមុនគឺខ្ញុំទិញគេ200-300ដើមដើម្បីដាំអញ្ចឹងឫស្សីក៏វាជារឿងល្អមួយដែរអាចនៅបាន1ឆ្នាំហើយយើងធ្វើការដាក់ឲ្យមានភាពងាយស្រួលអញ្ចឹងបងប្អូនឃើញអន្លូងមួយហើយនឹងបង្គោលមួយនេះគឺយើងមិនចាំបាច់ជីកទេគឺយើងធ្វើការដំហើយរបៀបបែបនេះគឺវាងាយស្រួលម្យ៉ាងដែរតែបើបងប្អូនមានបច្ចេកទេសថ្មីជាងនេះក៏ជារឿងល្អដែរបាទខ្ញុំឃើញវីដេអូផ្សេងហ្នឹងគឺគេដាក់តាមរយៈគេហៅថាមានឧបករណ៍ជន់ពីលើទៅវាចូលក្រើតអញ្ចឹងបាទប៉ុន្តែខ្ញុំអត់បានធ្វើប្រភេទហ្នឹងទេគឺខ្ញុំធ្វើតែលូងបែបហ្នឹងទៅហើយយើងដំបញ្ចូលឲ្យវានេះទៅបង្កើតជា
ជារន់អញ្ចឹងទៅយើងអាចសូកឬស្អីចូលបានដែរបងប្អូនហើយយើងបើសិនជាវារលំខ្លាំងយើងអាចពុកបញ្ចូលបន្ថែមឬក៏បញ្ចូលដីពីលើអញ្ចឹងវានឹងងាយស្រួលហើយលឿនទៀតបងប្អូនអត់យូរទេដាក់ចំបែបហ្នឹងអញ្ចឹងណាបាទអញ្ចឹងក្រោយពីយើងធ្វើរន់ចន្លោះពី2ម៉ែត្រកន្លះទៅ3ម៉ែត្រមួយបាទជាក់ស្ដែងទៅ2ម៉ែត្រកន្លះទៅ3ម៉ែត្រមួយគឺបកគោលមួយ2ម៉ែត្រកន្លះទៅ3ម៉ែត្រមួយបកគោលមួយហើយអ្វីដែលសំខាន់គឺពីវីដេអូមុនគឺរាល់បង្គោលដើមទាំងអស់គឺយើងអត់អាចដាក់បង្គោលទូចបានទេយើងត្រូវតែប្រើបង្គោលធំដែលជាទូទៅខ្ញុំយកគល់ឫស្សីហើយគល់ឫស្សីហ្នឹងគឺមាំធំវាអត់ឲ្យវាទន់ពេលដែលយើងចងយឹតវាអញ្ចឹងណាបាទអញ្ចឹងចងយឹតហ្នឹងគឺយើងចងដោយប្រើខ្សែទយោទ្រីបចាស់ៗរបស់យើងបាទយើងអាចប្រើលួសករណីប្រើលួសក៏បានប្រើទយោទ្រីបចាស់ៗហ្នឹងក៏បានបើប្រើលួសក៏វាល្អប៉ុន្តែវាត្រូវការចំណាយច្រើនអញ្ចឹងហើយឫស្សីដែលយើងដាំនៅក្នុងដីទូលដីអីយើងនោះគឺយើងអាចកាប់មកប្រើប្រាស់នៅពេលដែលយើងត្រូវការជាពិសេសគឺពេលដែលធ្វើគ្រឿងសណ្ដែកឬទៅសក់ឬននោងតឡាយអីប្រភេទចឹងឯងបងប្អូនអញ្ចឹងបច្ចេកទេសនេះគឺជានេះជាគំនិតថ្មីមួយដែលបងប្អូនអាចមើលហើយយកទៅអនុវត្តហើយកែខៃបន្ថែមទៀតទៅតាមជាក់ស្ដែងទៅណាបាទអរគុណបងប្អូនអញ្ចឹងជួយ like follow ដើម្បីបានវីដេអូថ្មីបន្តទៀតជាពិសេសគឺវីដេអូបន្តទៀតនឹងប្រាប់អំពីរបៀបដាក់គ្រឿងដោយប្រើប្រាស់សំណាញ់ហើយហ្នឹងហើយបងប្អូនអញ្ចឹងរៀនបដាពី The Farmer Share KH គឺដឹងតែបានគំនិតថ្មីហើយមើលវីដេអូលេងកម្សាន្តហើយបានគំនិតថ្មីទៀតបាទអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាចែករំលែកជាការកម្សាន្តបាទបងប្អូនវគ្គនេះគឺបង្ហាញបងប្អូនអំពីរបៀបនៃការរាយសំណាញ់តែម្ដងបាទហើយខ្ញុំនឹងប្រើរបស់របរដែលយើងមានដោយមិនចាំបាច់ចំណាយលុយច្រើននៅក្នុងការធ្វើទេអញ្ចឹងក្រោយពីខ្ញុំបានដាំបង្គោលឫស្សីរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមធ្វើការរាយសំណាញ់គ្រឿងហើយបង្គោលទាំងអស់នេះគឺដូចតែខ្ញុំបាននិយាយគឺចន្លោះពី3ម៉ែត្រទៅ2ម៉ែត្រកន្លះដើម្បីធ្វើការទប់ទល់ជាមួយនឹងខ្យល់នារដូវវស្សាគឺយើងត្រូវតែធ្វើឲ្យរឹងមាំហើយនៅចុងបង្គោលនៅចុងរងនីមួយៗគឺត្រូវដាំឫស្សីធំអានេះតែគល់ឫស្សីហើយកដាលហើយយើងអាចដាក់ចម្រុះគ្នាទូចធំអញ្ចឹងទៅបាទហើយដែលឡែកចំពោះខ្សែខាងលើខ្សែផ្នែកយើងត្រូវប្រើពីរយើងប្រើផ្នែកខាងក្រោមនិងផ្នែកខាងលើចំពោះផ្នែកខាងលើគឺខ្ញុំប្រើទៅទ្រីបចាស់ចំនួន2ខ្សែបងប្អូនដើម្បីធ្វើការយឹតវាកុំឲ្យដាច់អញ្ចឹងការប្រើប្រាស់សំណាញ់គ្រឿង2ខ្សែសំណាញ់ទ្រីបសំទោសទៅយកទ្រីប2ខ្សែគឺវានឹងជួយតបទល់កុំឲ្យពេលដែលដំណាំឡើងដូចជាទៅសក់សណ្ដែកននោងអីឡើងទៅគឺកុំឲ្យវាតូចទន់ពីព្រោះបើល្អបំផុតគឺយើងប្រើលួសប៉ុន្តែដោយសារយើងត្រូវការកាត់បន្ថយការចំណាយយើងអាចយករបស់ណាដែលវាខូចចាស់យកមកច្នៃប្រឌិតឡើងវិញអញ្ចឹងណាបាទឃើញថាมันមានជាបញ្ហាទេបងប្អូនពេលដែលខ្ញុំប្រើបាទគ្រឿងខ្លះខ្ញុំប្រើលួសគ្រឿងខ្លះខ្ញុំប្រើពីព្រោះលួសក៏សល់ដែរអញ្ចឹងហើយគ្រឿងភាគច្រើនគឺខ្ញុំប្រើតែទៅយកទ្រីបចាស់ហ្នឹងទេហើយបន្ទាប់មកគឺក្រោយពីរាយលើក្រោមចប់ហើយគឺបងប្អូនត្រូវត្រៀមនៅសំណាញ់គ្រឿងអញ្ចឹងសំណាញ់គ្រឿងគឺគេមានលក់ជាលក្ខណៈបែបហ្នឹងមួយដុំវាបាទចន្លោះពី$2ទៅ$3អញ្ចឹងឃើញថាសំណាញ់គ្រឿងដែលខ្ញុំប្រើនេះគឺបានយូរអត់ងាយដាច់រហែករលាត់អីទេបងប្អូនអញ្ចឹងដំបូងគឺបងប្អូនត្រូវតែធ្វើស្រាយវាទៅហើយយើងបញ្ចូលហើយលាក់ហ្នឹងហើយបញ្ចូលក្បាលមកជាហៀងបញ្ចូលក្រោមក្បាលមកជាហៀងបញ្ចូលលើហើយការបញ្ចូលហ្នឹងគឺបងប្អូនត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់កុំឲ្យវាថ្ពាន់គ្នាបើកាលណាវាថ្ពាន់គ្នាយើងមិនអាចហូតសំណាញ់ហ្នឹងដើរតាមបណ្ដោយរោងបានទេគឺវានឹងជំពាក់អញ្ចឹងទៅគឺបងប្អូនត្រូវប្រយ័ត្នអញ្ចឹងពីព្រោះហើយក៏កុំឲ្យវាល្បូតដែរគឺត្រូវប្រកាសថាសំណាញ់ហ្នឹងគឺអត់ល្បូតទេ
mà vì ở bột mụn hết á chẳng là còn chẳng tới vì chụp bẹ chẳng bên này dương đã lỡ đã còng tới hay dương mờ một tới dương cắt chùm nón tranh tới tự dương từ cả hột mà các bút tới cứ miền phim nghi sưu tế sầm lập nhóm hồi rồi hái cứ bong bôn tròn bây giờ hột bàn tích hái bong bôn tròn vì bạp nừng cứ miền này thà mùi bờ lò mà đòn hay nhom tròn rồi hột đập mùi bờ bờ lò hai rồi anh dương trời tròn chẳng cứ nằm bay về tăng lò tăng lò chẳng dương thu cả ấu bạp nừng tới ô rồi hột đã tròn mặt hàng chẳng nghi sưu tế hay dươngเป็นนิดมือทาตาเพียบตังบอกว่าลำโฮมซอมนังเบียเมียนตอลเยเพียบเยเพียบตอลเยเพียบเราเวียงมาค้างตัวมาค้างให้หนักบ่าจังมันต่อมดบางปอนอยู่สายทริปจ่าบอกยังนังไออยู่แต่จองแผนกข้างเลือจองแผนกข้างกรอมจังการจองแผนกข้างเลือนั่นคือตระประกอบทางกรมออยรูทเทละมารูทเทละจังยังอาจจองตะลือกันแล้วน้ำมุ้ยหรือกระถางแบบจองเลือถนังตั้งแต่ไปอาจช่วยตบตัวให้ยังจองแบบประจักษ์ก็ได้มือจำนวนแบบในทวีประจักษ์ก็ได้เอาไปจวบตั้งคืออัดรูทเละมาครามเตะvà ប៉ុន្តែសម្រាប់ខ្ញុំគឺអត់ឃើញថា rule ទេវាមានករណីខ្លះដែលវា rule ដោយសារទៅស្អីវាស្រកអញ្ចឹងទៅធ្វើឲ្យវា rule ធ្លាក់ចឹងបងប្អូនបន្តចងរហូតបែបហ្នឹងបាទដូចជាមកកំងច្រើនចឹងរៀបប្រព័ន្ធទឹករួចហើយលើទៅគឺអត់រៀបទ្រើងរួចហើយក៏បានបញ្ចូលទឹកគឺមករហូតទៅដល់តាំងល្អ3ដងទឹកជក់ជាប់នៅក្នុងរោងរួចហើយចឹងពេលនេះគឺពេលដែលត្រូវដាំគេអាចបាទបងប្អូនត្រូវចាំថាយឺតខ្លាំងទៅបងប្អូនត្រូវតែរៀបទ្រើងទី1អត់ស្អាតទី2គឺយកកូនទៅដាក់ដាំវាអាចនឹងដាច់ប្រសិនបើបងប្អូនមិនទាន់បានដាក់ទ្រើងផងហើយយកសណ្តែកទៅដាំវានឹងមិនមែនជាបច្ចេកទេសល្អទេដោយសារអីសណ្តែកគឺជាបន្លែដែលលូតលាស់លឿនបំផុតហើយពេលដែលបងប្អូនដាក់ទ្រើងគឺទី1វាមានការលំបាកពីព្រោះអីដៃរបស់វាគឺឡើងស្អេកស្អាតពេញវាលចឹងទៅហើយសណ្តែករបស់យើងគឺអាចនឹងប៉ះពាល់ទៅដល់ត្រួយដល់ស្លាកណាអញ្ចឹងពេលដែលយើងរូតទ្រើងដាក់ហ្នឹងហើយអញ្ចឹងក្នុងតាមបច្ចេកទេសគឺត្រូវតែរៀបឲ្យបានស្រេចបាច់មុនទាក់ទងទៅនឹងកស៊ូបាទជីទឹកទ្រើងដូចជាខ្ញុំពេលធ្វើថ្ងៃនេះគឺខ្ញុំរៀបចំសពគ្រប់អស់ហើយបងប្អូននៅក្នុងកស៊ូផ្លាស្ទិករបស់ខ្ញុំនេះគឺដីគឺមានលក្ខណៈសើមល្អដោយសារខ្ញុំបានដាក់ទឹករហូតដល់3ដងចន្លោះ2ទៅ3ថ្ងៃក្នុងរយៈពេល1អាទិត្យមុនបាទយើងអត់អាចចេះតែដាំទេអញ្ចឹងពេលដែលយើងយកកូនទៅដាំគឺអាចធ្វើឲ្យកូនសណ្តែករបស់យើងងាប់ដោយសារតែអត់មានសារជាតិទឹកនៅក្នុងគល់នៅក្នុងដីនោះបាទប៉ុន្តែពេលដែលយើងដាក់ទឹកឲ្យជោគរយៈពេល1អាទិត្យមុនហើយដីចូលល្អតាមជើងរងនោះគឺបង្ហាញថា ដីនេះគឺមានសម្ដាមគ្រប់គ្រាន់នៅក្នុងការដាំហើយពេលបន្តមកទៀតក្រោយដាំគឺយើងគ្រាន់តែដាក់ទឹកចូលឲ្យជោគមកល្មមទៅគឺស្រេចហើយមានបងប្អូនមួយចំនួនថាដាំកស៊ូក្តៅរហូតដល់ងាប់កូនតែក៏ពិតមិនមែនងាប់ដោយសាររបៀបហ្នឹងទេគឺងាប់ដោយសារទឹកនៅខាងក្រោមគល់របស់ដំណាំគឺអត់គ្រប់គ្រាន់បាទពីព្រោះទយោរបស់យើងគឺយើងត្រូវរៀបទុកឲ្យស្រេចហើយពីទាញមើលឲ្យស្រេចបាទជាពិសេសពេលដាំហើយគឺបងប្អូនត្រូវទាញមើលកន្លែងណាដែលចិត្តគល់សិនទៅបាទពេលដែលយើងដាំបានមួយទឹកហើយគឺយើងអាចកុំឲ្យនៅក្បែរគល់ពេកពីព្រោះវាអាចពេលយើងដាក់ជីទៅវាប៉ះពាល់ទៅដល់ទឹកដំណាំណាបាទចឹងសម្រាប់ខ្ញុំគឺយូទី44ដើម្បីធ្វើការបុកអន្លង់បែបនេះគឺងាយស្រួលនៅក្នុងការដាក់ដាំគ្រាន់តែយើងដកហើយដាក់ទៅគឺអត់បញ្ហាប៉ុន្តែបងប្អូនព្យាយាមកាយហើយដាក់អាហ្នឹងក៏ល្អក៏មិនសូវល្អដែរដោយសារតែវាបែកដីវាអាចប៉ះពាល់ឬក៏វាបែកដីកណើតនៅក្នុងដំណាំណាបាទធ្វើការឈៀនលងដោយប្រើទី34ចប់សពគ្រប់ហើយគឺខ្ញុំត្រូវការប្រើប្រាស់ថ្នាំបាទថ្នាំនេះគឺជាថ្នាំសម្រាប់សត្វ
ដែលយើងដែលវាអាចជួយការពារដំណាំរបស់យើងរហូតដល់1ទៅ2សប្តាហ៍បាទជាទូទៅគឺ2សប្តាហ៍យើងមិនចាំបាច់ធ្វើការបាញ់ថ្នាំការពារអីទេសត្វល្អិតប្រភេទណាក៏វាអត់មកជញ្ជក់បានណាបាទមកអាចជញ្ជក់ស៊ីក៏គេនៅលើកូនដំណាំទុយរបស់យើងទេដោយសារថ្នាំហ្នឹងគឺវាជួយការពារបានមួយរយៈដែរបាទមួយរយៈដែរអញ្ចឹងទាំងក្នុងដីហើយនឹងទាំងនៅដងដើមស្លាក់អញ្ចឹងទៅបងប្អូនបាទអញ្ចឹងនេះជាការជាបច្ចេកទេសក្នុងការពារកូនដំណាំរបស់យើងអញ្ចឹងបើនិយាយទៅគឺទាំងបច្ចេកទេសដាក់ជីជាងបច្ចេកទេសលើករោងគ្រប់កស៊ូដាក់ត្រើងក៏ដូចជាការប្រើប្រាស់ថ្នាំក៏ដូចហ្នឹងហើយក៏ប៉ុន្តែយើងត្រូវសិក្សាទាំងអស់ឲ្យស្វែងយល់បាទកុំការធ្វើដំណាំអ្វីមួយយើងត្រូវតែសិក្សារៀនសូត្រជាទ្រឹស្ដីសិនបន្ទាប់មកទៀតបានយកមកអនុវត្តផ្ទាល់ជាមួយនឹងដំណាំរបស់យើងហើយពី1ឆ្នាំពី1រដូវពី1ខែ1វគ្គគឺត្រូវសិក្សារៀនសូត្រត្រូវកត់ចំណាំរាល់បញ្ហាប្រឈមនៃដំណាំបាទតើធ្វើយ៉ាងម៉េចដើម្បីឲ្យដំណាំលូតលាស់ល្អតើធ្វើអញ្ចេះវាត្រឹមត្រូវអត់បាទអញ្ចឹងប្រៀបធៀបមើលគ្នាក្នុងមួយឆ្នាំមួយរដូវមួយវគ្គហ្នឹងគឺកុំឲ្យធ្វើដដែលបាទសម្រាប់ខ្ញុំគឺមិនដែលទេបងប្អូនគឺតែងតែរកវិធីសាស្ត្រថ្មីហើយជាពិសេសគឺការស្រាវជ្រាវបន្ថែមទៅលើ YouTube បាទដែលអាចជួយឲ្យខ្ញុំមានគំនិតថ្មីផងដែរនៅក្នុងការកែច្នៃប្រឌិតឲ្យវាកាន់តែល្អប្រសើរឡើងបងប្អូនបាទអញ្ចឹងដូចជា channel ឬក៏ page របស់ខ្ញុំនឹងគឺបាទដាំហើយចែករំលែកដល់កសិករបាទហើយកសិករថាល្អប្រសើរសម្រាប់តំបន់ពួកគាត់គឺអាចយកទៅប្រើប្រាស់បានយកទៅធ្វើជាបច្ចេកទេសជួយនៅក្នុងការដាំហើយបើមិនបានទេវាខុសបច្ចេកទេសគ្នាក៏អត់អីដែរបងប្អូនបាទអញ្ចឹងនេះជាការចែករំលែករបស់ខ្ញុំបាទហើយបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូហើយវគ្គនេះគឺជាវគ្គដែលដាក់ដាំហើយបាទអញ្ចឹងអរគុណសូមជម្រាបលាបងប្អូនបាទ